បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទទាំងអ្នកក្នុងប្រទេសនិងអ្នកក្រៅប្រទេសបាទមកជួបនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយបាទចំពោះនៅជាមួយនឹងវីដេអូថ្មីដែលនិយាយពីសត្វព្រៃបាទក្នុងបរិជាណាចក្រកម្ពុជាក៏ដូចជាសត្វព្រៃផ្សេងទៀតដែលបង្ហាញវត្តមាននៅក្នុងព្រៃក៏ដូចជានៅតាមបណ្ដាប្រទេសផ្សេងបាទថ្ងៃនេះនាំអារម្មណ៍បងប្អូនមកទស្សនានៅសត្វខ្លាដំបងបាទពណ៌សមួយក្បាលដែលកំពុងលេងទឹកនេះបាទឃើញមើលទៅគួរឲ្យស្អាតតែព្រួយខ្លាយើងកម្រឃើញខ្លាពណ៌សបាទនេះនៅភ្នំតាម៉ៅយើងនេះគឺមានហើយខ្លាពណ៌សបាទនៅក្នុងសួនសត្វដូចយើងនៅក្នុងទ្រង់ភ្នំតាម៉ៅនេះដែរគឺដូចបងប្អូនឃើញអញ្ចឹងខ្លាពណ៌ក្នុងទ្រង់ខ្លានេះគឺមានពីមុនមានតែមួយក្បាលទេតែពណ៌ក្រហមបាទតែឥឡូវនេះគឺគេបានខាងរដ្ឋបាលព្រៃឈើបានយកមកមួយក្បាលទៀតបាទកុំឲ្យវាអបសុកវាមានគ្នាមានអីអញ្ចឹងយកខ្លាសនេះមកក្បាលទៀតដើម្បីឲ្យនៅជាមួយគ្នាបាទហើយចំពោះខ្លានេះដែរគឺឈ្មោលបាទឈ្មោលហើយអាយុវាប្រហែលជាអាចក្រោមមួយឆ្នាំអីទេបាទមើលរៀងវាដើរគឺឲ្យអំណាចទៅបាទហើយដូចឃើញវារត់មិញអញ្ចឹងគឺរបៀបចាប់ចំណីវាដូចយើងដឹងស្រាប់ហើយសត្វខ្លាគឺខ្លាំងហើយលឿនបាទលឿនណាស់ហើយមើលអូមាត់ជាកោងវែងណាស់ហើយធំបាទធំគឺយើងទៅមើលចិត្តគឺឃើញធំហើយបើយើងថតចេះឃើញនេះហើយវាលេងទឹកលេងអីយ៉ាងផឹកទឹកផឹកអីនៅហ្នឹងតែមួយទៀតអត់ឃើញចេញមកបាទខ្ញុំថតនេះគឺបានតែមួយទេតែមួយទៀតអត់ឃើញចេញមកអញ្ចឹងខ្លានេះទាំងអស់មាន2បាទអញ្ចឹងអរគុណច្រើនបាទចំពោះការតាមដានទស្សនានៅវីដេអូខ្លីៗនៃសត្វព្រៃហើយថ្ងៃនេះដែរគឺក៏សូមជូនពរបងប្អូនបាទទាំងអស់គ្នាជួបតែសំណាងល្អសុខសុខភាពហើយកុំភ្លេចជួយ share និងជួយ like ដល់វីដេអូខ្ញុំផងបាទជួយ comment នៅមតិល្អហើយបើមានយោបល់អីអាច comment ចង់ឲ្យខ្ញុំថតអីអាចប្រាប់បានបាទអញ្ចឹងអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាទបាយបាយ